bốn bà chân phần tay tay chui một ôn từ lơ ca tức hô bà bộc bài thì dỗ bà dù tức đem đón và hô kháng bà hô kháng đem đón bà bây giờ ca tay tức thì dỗ bà nên tay chạy đây một bốn trăm mươi bà miền một pu chơi nhót bà chân ngặt chân đem đón bà pu ngặt chân đem đón mà bà miền một pu anh tức châu ăn mình tên bà phải đi nhé bà lương tranh bị bờ hoặc giống như tàu nó cứ lơ là chia lăng khơi nhà đát bia món bà cái hao thà bự lư chia sầm màu vô kia món bà còn là lương của hôm sau bằng phố này lương của hôm bà chỉ số vốn bà ngày đấy trong mà xôm tranh bị ổ muối ông pi chậm đợi bị sai rồi bỏ bờ sài lư bà hay để mình bờ sài lư miền chậm đợi bị sai chỉ trán đại bờ thom đa mà ai phơi bà hay pol lại bom bồn tính cứ miền ruột miền xó bà sài lư bên nhóm hay mà mượn bảy pon vắt quân phi lo lấy mùi bà chắc ngày pol lý về phơi lo là dùng unboxing bà unboxing tí muối dương miền adapter bà năng xạ muối đại miền lang pi chọi buôn bà pi chọi buôn ampere bàประเภทนี้5 volt bà 5 volt bàเนี่ยใส่ច្បាស់ដោយសារទូរស័ព្ទខ្ញុំថតច្បាស់បាទ5 volt 2.4 ampere បាទហើយខ្សែសាកវា2អំណាត់បាទវាងាយស្រួលក្នុងការដូរបើសិនជាថ្ងៃក្រោយបងប្អូនត្រូវការដោតជាមួយឆ្នាំងសាកផ្សេងក៏បានឆ្នាំងសាកទូរស័ព្ទដៃបងប្អូនក៏បានដែរបាទបើសិនជាករណីដូចនេះខូចបងប្អូនអាចដោតជាមួយផ្សេងក៏បានដែរបាទករណីបើសិនជាខូចតែបើបងប្អូនខូចអីបងប្អូនតាក់ទងមកស្ដាយពលឺគឺខ្ញុំមានណាបាទយើងមានដូចនេះច្រើនបាទអត់អីទេបាទមិនប្របាក់ក្នុងការរោទេដូចហ្នឹងបាទហើយខ្សែគឺខ្សែស្វិតបាទខ្សែស្វិតជាងខ្សែពិលធម្មតាបាទស្វិតល្អបាទជាប្រភេទដែលខ្សែស្វិតកស៊ូនេះវាអត់ងាយយាបាទងាយយាទេបាទយើងធ្វើផ្ដោតទៅលើគុណភាពបាទហើយពិលបាទពិលនេះវាអត់ងាយជ្រាបទឹកបាទទី1គឺអត់ងាយជ្រាបទឹកហើយទម្ងន់វាចូល73ខាំបាទទម្ងន់វា73ខាំដោយសារយើងដាក់ថ្ម3គ្រាប់ជាប្រភេទដែលថ្មមានគុណភាពខ្ពស់បាទថ្មដែលមានគុណភាពខ្ពស់ហើយគ្រាប់អំពូលវាគឺគ្រាប់អំពូលស៊េរីឆ្នាំ2024បាទស៊េរីឆ្នាំ2024បាទល្អប្រើមែនទែនបាទពលឺក្តោបមូលល្អមើលបានឆ្ងាយសម្រាប់បងឈួលតើការឈួលឆ្ងាយគឺត្រូវការឆោងឆ្ងាយនេះគឺត្រូវបាទសម្រាប់ដូចវាគឺដូចជើងពីរហើយឆ្នុកគឺវាតាំងណែនល្អបាទឆ្នុកនៃសាកភ្លើនគឺតាំងណែនល្អតែម្ដងបងណាបាទអត់ងាយជ្រាបទឹកចូលទេបាទអត់ងាយជ្រាបទឹកចូលទេដូចជើងពីរបាទអត់ងាយជ្រាបទឹកហើយយើងមានវ៉ូលីមមើបាទវ៉ូលីមនេះក៏ទឹកអត់ចូលដែរបាទទឹកអត់ចូលទេបាទយើងមាន5កាំហើយសម្រាប់ការតេស្តពលឺគឺបើកខ្លាំងបាន15ម៉ោងបើកខ្សោយចូល30ម៉ោងបាទអញ្ចឹងងាយស្រួលសម្រាប់បងដែលប្រជាកសិករដែលគាត់យកទៅប្រើប្រាស់រយៈពេលបានយូរម៉ោងបាទជួនកាលបើសិនជាគាត់ឆោងគាត់បើកពលឺខ្លាំងផងខ្សោយផងបងប្អូនប្រើជួនកាលប្រើ 3-4 ថ្ងៃតើបញ្ចូលថ្មម្ដងផងបាទ 3-4 ថ្ងៃបងប្អូនតើបញ្ចូលថ្មម្ដងវាកាន់ភ្លើងល្អណាបងប្អូនណាបាទហើយមិនមែនអស់ភ្លើងអស់ហើយលុតតែម្ដងទេគឺអត់ទេគឺវាអ៊ីវចោះរហូតបាទបើសិនជាអស់ភ្លើងគឺអ៊ីវនៅអាចនៅមើលផ្លូវដើរមកទៀតវិញបានបាទទោះបីវាអស់ភ្លើងក៏វាមិនអស់ភ្លាមមកលុតផ្លឹបដែរបាទថ្មដែលខ្ញុំដាក់គឺថ្មដែលមានគុណភាពខ្ពស់បាទជាប្រភេទថ្មដែលថ្មីហើយមានប្រព័ន្ធផ្ដាច់ភ្លើងបាទអូតូដោយស្វ័យប្រវត្តិបាទហើយអត់ចូលទឹកទេបងប្អូនណាបាទទឹកអត់ចូលទេបាទហើយកងតាក់នេះគឺពិសេសមែនទែនបាទពិសេសមែនទែនអត់ជ្រាបទឹកអញ្ចឹងចាំខ្ញុំធ្វើតេស្តនៅក្នុងទឹកជូនបងប្អូនបាទទស្សនាបាទហើយនៅខាងក្រោយមានស្ដាច់ពលឺកម្លាំង 13000 វ៉ាត់បាទអញ្ចឹងឥឡូវចាំទស្សនាជាមួយខ្ញុំការតេស្តទឹកនិងពលឺនៅវាលស្រែជូនបងប្អូនទស្សនាបាទសម្រាប់នៃការយើងតេស្តជាមួយទឹកឡាបូឧទាហរណ៍នេះជាទឹកភ្លៀងចុះបាទទឹកភ្លៀងដែលយើងកំពុងដើរកាត់ហាភ្លៀងវានឹងមានទឹកហូរបាទទឹកហូរប៉ុន្តែទឹកភ្លៀងក៏មិនមែនហូរបុកដូចចឹងដែរបាទមិនហូរបុកខ្លាំងដូចទឹកយោទេណាបងប្អូនបាទអញ្ចឹងប៉ុន្តែខ្ញុំតេស្តជូនបងប្អូនទៅលើការទឹកហូរបាទបុកបែបទយោបាទយកទឹកតែម្ដងវាហូរខ្លាំងបាទហូរខ្លាំងតែម្ដងបាទនេះជាការតេស្តទឹកទយោបាទតែទឹកទយោអញ្ចឹងខ្វិលយើងនៅភ្លឺធម្មតាមួយណាបាទភ្លឺធម្មតានេះបាទភ្លឺធម្មតាបាទអត់ជាបញ្ហាទេសម្រាប់ទឹកភ្លៀងដើរកាត់ភ្លៀងបងប្អូនណាបាទអញ្ចឹងអ្វីដែលពិសេសគឺអញ្ចឹង
វាអត់ងាយទឹកចូលទឹកអីទេបងប្អូនប្រើទៅធន់ល្អបាទធន់ល្អបាទឬធម្មតាយើងបើធម្មតាបាទនេះទឹកភ្លៀងយើងមិនបុកដល់ប៉ុណ្្នឹងទេប៉ុន្តែខ្ញុំធ្វើតេស្តកម្រិតសម្ពាធទឹកខ្ពស់ជូនបងប្អូនបាទឥឡូវយើងតេស្តអាហ្នឹងហើយយើងតេស្តត្រាំទឹកតែម្ដងបងប្អូនណាត្រាំទឹកតែម្ដងអញ្ចឹងស្ថានភាពទឹកអត់មានទឹកចូលទេបងប្អូនណាបាទទឹកអត់ចូលទេទឹកអត់ចូលទេទឹកនៅខាងក្រៅទេបងប្អូនណាបាទទឹកនៅខាងក្រៅទេបាទមានទឹកខាងក្នុងបើទឹកខាងក្នុងយើងជូតអត់ដាច់ទេបាទអញ្ចឹងអត់ចូលទេទឹកបាទយើងបើកភ្លើងធម្មតាអញ្ចឹងការប្រើប្រាស់គឺអេមែនទេបងប្អូនណាបាទអេមែនទេបាទឥឡូវខ្ញុំបិទអាហ្នឹងមួយហើយនឹងត្រាំទឹកបាទឥឡូវយើងធ្វើការត្រាំទឹកតែម្ដងបងប្អូនណាបាទត្រាំទឹកនេះបាទនេះត្រាំទឹកតែម្ដងទោះបីជាបងប្អូនប្រើហើយជ្រុះចូលទឹកមួយភ្លេតក៏អត់បញ្ហាដែរណាបាទទោះបីយើងជ្រុះចូលទឹកមួយភ្លេតក៏អត់បញ្ហាដែរបាទនេះខ្ញុំរឹតខ្ចៅមាំល្អហើយបាទហើយបើសិនជាបងប្អូនដោះខ្ចៅខ្លួនឯងបងប្អូនរឹតស្មានដៃផងណាបាទជួនកាលរឹតធូរពេកវាធ្វើឲ្យទឹកចូលអាហ្នឹងខ្ញុំអត់ធានាទេដោយសារបងប្អូនបានដោះខ្លួនឯងបាទតែសម្រាប់ពិលដែលខ្ញុំចេញពីខ្ញុំទៅបងប្អូនមិនដោះខ្ចៅមើលទេបាទខ្លាចបងប្អូនរត់អត់ដុតស្មើដៃកាលណារត់ស្មើដៃការគៀបលែងកន្លែងខ្ចៅនោះវាអត់ស្មើធ្វើអីហើបក៏អាចចូលទឹកដែរតែសម្រាប់ខាងខ្ញុំរត់ទៅគឺយើងស្មានដៃត្រូវដោយសារយើងធ្វើតឡើងច្រើនយើងដឹងពីកម្រិតនៃរបស់វាបាទអញ្ចឹងទឹកអត់ចូលទេបងប្អូនណាទឹកអត់ចូលទេបាទនេះតែជាក់ស្ដែងបងប្អូនណាតែជាក់ស្ដែងបាទនេះតែជាក់ស្ដែងបងប្អូនចាំមើលបាទមានពពុះចេញអត់បាទអញ្ចឹងស្ងាត់ឈឹងតែម្ដងបាទពុះស្ងាត់ឈឹងតែម្ដងមកបាទបើមានពពុះព្រុចអាហ្នឹងទឹកចូលតែនេះអត់ទេស្ងាត់ឈឹងតែម្ដងបងណាបាទស្ងាត់ឈឹងតែម្ដងអញ្ចឹងអត់មានទឹកចូលទេបាទតែពិលនេះខ្ញុំណែនាំមិនឲ្យបងប្អូនយកទៅបាញ់ត្រីទេគ្រាន់តែដើរហាលភ្លៀងណាបងប្អូនបាទនេះជាចំណុចពិលរបស់ស្ដេចពលឺគឺមានអ្វីពិសេសនៅក្នុងហ្នឹងហើយអ្វីដែលល្អជាងនេះទៀតគឺពលឺខ្លាំងណាបាទពលឺខ្លាំងឈោងមិនឆ្ងាយកាន់ភ្លើងចន្លោះពី5-10ម៉ោងទៅ30ម៉ោងខ្លាំង5-10ម៉ោងយើងបើកអត់សម្រាកតែម្ដងបាទ5-15ម៉ោងហើយបើក30ម៉ោងដោយមិនសម្រាកបាទគឺតង់ទី2គឺបងប្អូនអាចដាក់30ម៉ោងចោលបាទគឺអត់អស់ភ្លើងទេបាទអញ្ចឹងអ្វីពិសេសគឺអញ្ចឹងឲ្យបងប្អូនមើលចាក់ស្ដែងណាខ្ញុំអត់អាចកុហកបានទេព្រោះអានេះជាទឹកណាបាទយើងអាចកុហកបងប្អូនបានព្រោះនេះជាការតេស្តជាក់ស្ដែងបាទយើងមិនអាចសោកសំណោកជាមួយទឹកបានទឹកថាចូលថាអត់ទេបាទនេះអត់មានខ្យល់ព្រុចចេញមកឯងបងប្អូនណាបាទមានខ្យល់ចូលឯងបងប្អូនមើលបើមានព្រុចចេញអាហ្នឹងណាទឹកចូលទេអត់ចូលទេណាបាទគឺពិសេសមែនតើបងប្អូនបាទហើយបងប្អូនទិញទៅគឺបាទធានាបាទពិសេសសម្រាប់បងប្អូនបាទពលឺគឺខ្លាំងនេះពលឺបងប្អូនបាទពលឺខ្លាំងតែម្ដងបាទយើងចុចក្នុងទឹកបានហើយណាបាទនេះពលឺញាក់បាទគឺអត់ចូលទឹកទេបាទចំណុចពិសេសគឺអញ្ចឹងបាទមិនស្ដេចពលឺធ្វើចម្រាញ់ពិលមួយគឺចេញមកគឺពិសេសប្លែកជាងគេបាទប្លែកជាងគេបាទដែលពិលធម្មតាធ្វើអត់ទាន់បានបាទកម្រិតពិលធម្មតាធ្វើអត់ទាន់បានបើសិនជាពលឺបើពិលគេបើភ្លឺខ្លាំងក៏ថ្មកាន់តែបានយូរទេបាទហើយបើសិនជាភ្លឺខ្លាំងយូរកាលទឹកចូលបាទវាអត់មានចំណុចណាដែលត្រូវធ្វើឲ្យបានល្អគ្រប់យ៉ាងទេបាទនេះបាទហើយទោះបីជាថ្មគេកាន់ក៏កាន់អត់បានរយៈពេលយូរដែរគឺរយៈពេលឆាប់ខូចណាបាទឆាប់ខូចបាទបើសិនជាពិលគេបើសិនជាពិលគេភ្លឺក៏ភ្លឺឆាប់ខូចដែរឆាប់អស់ថ្មអស់ចឹងទៅបាទឬក៏ចូលទឹកបាទចូលទឹកចឹងទៅបាទវាអត់បានចំណុចអីល្អបាទគឺមានច្រើនហើយបើសិនជាបងប្អូនចង់បានពិលរបស់ស្ដេចពលឺបងប្អូនអាចអញ្ជើញមកផ្ទាល់ក៏បាននៅបូរី OCIC ណាបាទបូរី OCIC នៅខាងកើតស្ពានជ្រោយចង្វាបាទនៅខាងកើតស្ពានជ្រោយចង្វាបាទនេះអាគារធំបាទហើយនៅខាងក្រោយនោះគឺជាកត្រកធំតែម្ដងបាទកត្រកធំបាទខ្ញុំនៅកែងសួនបាទនៅកែងសួនបាទនៅកែងសួនបាទនេះនៅខាងក្រោយផ្នែកខាងក្រោយបាទអញ្ចឹងបងប្អូនចង់បានពិលនៃស្ដេចពលឺបាទបងប្អូនអាចជែកមកផ្ទាល់បានឬក៏តម្លាក់លេខទូរស័ព្ទមកបាទតម្លាក់លេខទូរស័ព្ទមកបងប្អូនខ្ញុំផ្ញើជូនបងប្អូននេះជាទីតាំងរបស់ស្ដេចពលឺបាទយើងអត់ទាន់មានឡើងប៉ាយទេបាទអត់ទាន់មានឡើងប៉ាយទេបាទអញ្ចឹងបងប្អូនចង់បានពិលរបស់ស្ដេចពលឺបាទសូមតម្លាក់លេខទូរស័ព្ទមកបាទព្រោះរដូវនេះរដូវធ្លាក់ភ្លៀងហើយកំពុងតែមានតម្រូវការច្រើនបាទអញ្ចឹងសបូងកាយសបួយចេញខែវស្សាបាទអញ្ចឹងបងប្អូនអាចដើរចាប់កំសាន្តឬក៏ជាអាជីពបងប្អូនបាទហើយត្រូវការពិលដែលភ្លឺខ្លាំងបាទសូមកុំភ្លេចស្ដេចពលឺ
បាទស្ដាច់ពលឺដោះស្រាយបញ្ហាបងប្អូនដែលអត់សូវភ្លឺអត់សូវកាន់ភ្លើងទឹកជ្រាបចូលទេបងប្អូនអាចតាក់ទងស្ដាច់ពលឺបានបាទសូមអរគុណបងប្អូនដែលបានតាមដាននិងគាំទ្រនៅស្ដាច់ពលឺបាទសូមអរគុណបាទសូមជម្រាបលា